ណាពេលនោះហ្វាន់ណាក៏បានប្រាប់ទៅកាន់ប្តីរបស់នាងថានាងអាចជួយទៅកាន់គេបានពីយ៉ាងក៏បានក្របឈរបាននិយាយទៅកាន់ហ្វាន់ថាសងគឺជាមនុស្សឈួតតែហ្វាន់ក៏បានឆ្លើយតបទៅកាន់តួឯកប្រុសរបស់យើងដោយសារតែគាត់គឺជាមនុស្សឈួតអញ្ចឹងហើយបានជាយើងអាចយកផលប្រយោជន៍ពីគាត់ហ្វាន់ហ្នឹងក៏បានចាប់អោបស៊ីយ៉ានដល់និយាយបន្តទៀតថាអូននឹងថាបងបារម្ភពីអូនតែបងមិនចាំបាច់បារម្ភនោះទេនឹងចូលទៅក្បែរខ្លួនសងដើម្បីស៊ើបព័ត៌មានឲ្យបងតែល្អទេហ្វាន់ណាអូនកុំភ្លេចឲ្យសោះរឿងដែលសំខាន់ជាងគេមិនមែនការកម្ចាត់សោះនោះទេក៏ប៉ុន្តែវាគឺជាសុវត្ថិភាពរបស់អូនពេលនោះតួឯកប្រុសនិងតួឯកស្រីរបស់យើងនឹងពួកគេទាំងពីរនាក់ក៏បានអោបគ្នាដើម្បីបង្ហាញអំពីការព្រួយបារម្ភពីគ្នាទៅវិញទៅមកឥឡូវនេះឈុតបន្ទាប់នៃសាច់រឿងរបស់យើងក៏បានឃើញថាសងក៏បានមកជួបជាមួយនឹងតួឯកស្រីរបស់យើងតាមការណាត់របស់នេះហ្វានតាមមានរឿងអីទៅបានជានាងហៅខ្ញុំមកបញ្ញាប់បែបនេះហ្វានក៏បានហុចកាដូដែលសងបានប្រកល់ឲ្យនាងបាននិយាយថាគឺជាកាដូដែលលោកផ្ញើមកឲ្យខ្ញុំមិនចាំបាច់ទទួលកាដូនេះនោះទេតែពេលសងនឹងគ្រាន់តែលឺអញ្ចឹងគេក៏បានអង្គុយចុះបន្ទាប់មកគេក៏បាននិយាយទៅកាន់តួឯកស្រីរបស់យើងថានាងហៅខ្ញុំមកជួបបញ្ញាប់បែបនេះគ្រាន់តែចង់និយាយអំពីរឿងហ្នឹងដូចជាលោកគិតអញ្ចឹងខ្ញុំហើយនឹងស៊ីយ៉ានគឺជាប្តីប្រពន្ធបើសិនជាស៊ីយ៉ានមានបញ្ហាអ្វីទៅឈ្មោះជាលោកស្រីជាងរបស់ខ្ញុំក៏វាគ្មានន័យដែរទ្រព្យសម្បត្តិរបស់ពួកយើងគឺរួមគ្នាជួយទៅដល់ស៊ីយ៉ានគ្រាន់តែគិតអំពីផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះបងខ្ញុំនឹងថាពេលនេះបងប្រុសរបស់លោកបានជាប់ពន្ធនាគារហើយដោយព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំក៏រលាយបាត់ដែរហើយជាមួយនឹងស៊ីយ៉ានដែលមួយថ្ងៃសង្ស័យខ្ញុំរហូតនឹងការដែលនៅជាមួយនឹងមនុស្សដែលធ្លាប់ស្គាល់ខ្ញុំពីក្មេងនឹងដឹងអំពីចិត្តខ្ញុំគិតថាមានតែលោកតែប៉ុណ្ណោះចឹងបានន័យថានាងកំពុងតែចង់ចោះចាញ់មានទេគ្រាន់តែចង់រកកន្លែងណាមួយដែលខ្ញុំអាចជ្រកនិងមានសុវត្ថិភាពសម្រាប់ខ្ញុំតែប៉ុណ្ណោះទាំងស៊ីយ៉ានដែលពូកែសង្ស័យខ្ញុំហើយនឹងលោកជាមនុស្សម្នាក់ដែលស្គាល់ខ្ញុំច្បាស់ខ្ញុំគិតថាគ្មានអ្នកណាម្នាក់ល្អជាងលោកនោះទេសងគ្រាន់តែបានលើកបែបនឹងភ្លាមទាំងបងរបស់គេក៏ប្រែប្រួលបន្ទាប់មកគេក៏បានយកដៃរបស់គេនឹងទៅកាន់ដៃរបស់តួឯកស្រីយើងបាននិយាយទៅកាន់ហ្វាន់ថាហ្វាន់យូរហើយតើនាងទើបតែនឹងដឹងទេអីលោកនេះមនុស្សដែលនាងអាចទុកចិត្តបានមានតែខ្ញុំតែម្នាក់ប៉ុណ្ណោះនៅពេលនេះសាច់រឿងរបស់យើងក៏បានឃើញថារាល់សកម្មភាពដែលតួឯកស្រីរបស់យើងកំពុងតែនិយាយជាមួយនឹងអាប៉េសងហ្នឹងទីយ៉ានគឺបានស្ដាប់ឮទាំងអស់គឺដោយសារតែតួឯកស្រីរបស់យើងនឹងបានភ្ជាប់កាមេរ៉ាសុវត្ថិភាពតាមខ្លួនរបស់នាងជានិច្ចបានលើអាប៉េសងនិយាយថាលើលោកនេះមានតែគេម្នាក់ទេដែលស្មោះត្រង់ជាមួយនឹងតួឯកស្រីធ្វើតួឯកប្រុសរបស់យើងខំខ្មោះខ្មាញ់តែម្ដងតែនឹងសាច់រឿងរបស់យើងក៏បានឃើញថាសងហ្នឹងក៏បាននិយាយទៅកាន់តួឯកស្រីថាមិនចាំបារម្ភទេរាល់សុវត្ថិភាពរបស់តួឯកស្រីគេគឺជាអ្នកថែរក្សាតែហ្វាន់លឺអញ្ចឹងនាងក៏បាននិយាយថានាងអរគុណទៅកាន់អាប៉េសងហ្នឹងខ្លាំងណាស់ហើយតួឯកស្រីរបស់យើងក៏បានដើរចាក់ចេញពីទីកន្លែងនោះទៅពេលនេះក៏លេចមកមើលសាច់រឿងរបស់យើងនៅក្នុងឈុតបន្ទាប់វិញបន្ទាប់ពីតួឯកស្រីរបស់យើងបានមកដល់ផ្ទះរបស់នាងរួចហើយហ្វាន់ហ្នឹងមានអារម្មណ៍ថានឿយហត់ខ្លាំងណាស់បបាក់ដែរហ្នឹងហ្វេនដែលត្រូវសម្ដែងជាមួយនឹងមនុស្សដែលខ្លួនឯងអត់ស្រឡាញ់ធ្វើដូចជាស្រឡាញ់គេអញ្ចឹងតែនៅដែរតួឯកស្រីរបស់យើងហ្នឹងក៏បានដល់ទូរស័ព្ទដៃរបស់នាងដើម្បីឆាតទៅកាន់តួឯកប្រុសថានាងបានមកដល់បន្ទប់ទីរបស់នាងហើយហ្វានក៏បានគិតនៅក្នុងចិត្តរបស់នាងថាតើលោកគិតថាលោកនឹងឈ្នះមែនទេខ្ញុំនឹងបញ្ចប់ការសម្ដែងនេះក្នុងពេលឆាប់ដល់កន្លែងនេះហ្វេនកាមេរ៉ាដែលតួឯកស្រីយើងបានបង្កប់គឺនៅក្នុងខ្សែកនេះឯងនៅពេលដែលតួឯកស្រីរបស់យើងនៅជាមួយនឹងអាប៉េសងហ្នឹងតួឯកប្រុសនឹងបានឃើញរាល់សកម្មភាពដែលតួឯកស្រីរបស់យើងបានធ្វើនឹងនិយាយជាមួយនឹងអាប៉េសងហ្នឹងទាំងអស់តែនេះឈ្មោះបន្ទាប់នៃសាច់រឿងរបស់យើងក៏បានឃើញថាតួឯកស្រីរបស់យើងក៏បានមកជួបជាមួយនឹងអាប៉េសងហ្នឹងជាលើកទី2គាត់បានឃើញតួឯកស្រីរបស់យើងភ្លាមអាប៉េសងហ្នឹងក៏បានទៅទាញកៅអីទាញឲ្យតួឯកស្រីរបស់យើងអង្គុយណាពីព្រោះថ្ងៃនេះពួកគេទាំងពីរនាក់នឹងញ៉ាំអាហារជាមួយនឹងគ្នាកាលណាពេលនោះអាប៉េសងហ្នឹងក៏បាននិយាយទៅកាន់តួឯកស្រីរបស់យើងថាគឺជាទីតាំងមួយដែលយើងអាចមើលជាមួយនឹងសម្រស់ធម្មជាតិនៅពេលយប់វាគឺជាទីកន្លែងដែលស្រស់ស្អាតបំផុតខ្ញុំចាំបានថានាងធ្លាប់បាននិយាយពាក្យនេះមកកាន់ខ្ញុំថានាងចង់មកទីកន្លែងនេះខ្លាំងណាស់ហ្វានក៏បានឆ្លើយតបជាមួយនឹងអាប៉េសងនោះកាលពីខ្ញុំនៅក្មេងខ្ញុំចេះតែនិយាយតែប៉ុណ្ណោះមិននឹកស្មានថាលោកនៅតែចង់ចាំវាសោះហ្វានណានាងដឹងឬក៏អត់តែងតែសុបិនឲ្យពួកយើងរួចផុតពីជីវិតកាលពីនៅមណ្ឌលកុមារកំព្រាបំផុតពួកយើងអាចទទួលបានអ្វីដែលយើងចង់បានខ្ញុំក៏មានអំណាចនៅក្នុងដៃខ្ញុំអាចមើលថែនាងនិងថែរក្សានាងបានយ៉ាងល្អតទៅពីនិយាយរួចហើយអាប៉េហ្នឹងក៏បានចាក់ស្រាឲ្យតួឯកស្រីរបស់យើងតែហ្វានគ្រាន់តែបានឃើញអាប៉េសងនឹងចាក់ស្រាឲ្យភ្លាមនាងក៏បានគិតនៅក្នុងចិត្តថាខ្ញុំត្រូវតែរត់ចេញពីកណ្ដាប់ដៃរបស់គេឲ្យបានពេលនោះអាប៉េសងក៏បាននិយាយទៅកាន់តួឯកស្រីរបស់យើងម្ដងទីហ្វាននាងគួរតែត្រឡប់មករកខ្ញុំវិញត្រូវទេពេលនោះហ្វានក៏បានកាន់កែវស្រាបន្ទាប់មកនាងក៏បានឆ្លើយតបទៅកាន់អាប៉េនោះថាត្រូវហើយពេលនេះយើងក៏លេចមកមើលស៊ីយ៉ានវិញកំពុងតែឈរមើលតួឯកស្រីរបស់យើងពីចម្ងាយប្រើតង្កែវឆ្លោះដើម្បីមើលពួកគេទាំងពីរនាក់ទៀតបែកប្រុសរបស់យើងក៏បានដកទូរស័ព្ទដៃរបស់គេដើម្បីទេទៅកាន់ជំនួយការរបស់គេហើយតួប្រុសនោះក៏បាននិយាយថាខ្ញុំសហប្រតិបត្តិការជាមួយនឹងគ្រួសារសងឆាប់រៀបចំភ្លាមទៅហើយកុំទេមកខ្ញុំឲ្យសោះពេលនេះខ្ញុំកំពុងតែមានការរវល់របស់យើងមាត់កំពុងតែនិយាយអំពីការងារនៅក្នុងក្រុមហ៊ុនទេក៏ប៉ុន្តែកៅគ្នារបស់គេគឺសម្លឹងមកមើលតួឯកស្រីរបស់យើងដោយមិនដាប់ភ្នែកឡើយពិសេសជាងគេនៅពេលអាប៉េសងនឹងអោនទៅក្បែរតួឯកស្រីហើយថែមទៅចាប់ដៃរបស់តួឯកស្រីទៀតធ្វើឲ្យតួឯកប្រុសណានេះរបស់គេឡើងក្រហមអស់ហើយដោយសារតែខឹងជាមួយនឹងអាប៉េសងនឹងខ្លាំងពេកឥឡូវនេះយើងក៏លេចមកមើលអាប៉េសងវិញគេក៏បាននិយាយទៅកាន់តួឯកស្រីរបស់យើងថាគេសប្បាយចិត្តខ្លាំងណាស់ដែលថ្ងៃនេះបានតួឯកស្រីរបស់យើងមកអង្គុយញ៉ាំបាយជាមួយនឹងគេហើយស៊ីយ៉ាងគ្រាន់តែបានឃើញអាប៉េនឹងកាន់ដៃប្រពន្ធភ្លាមគេក៏បាននិយាយថាអាយ៉ូឯហ៊ានកាន់ដៃប្រពន្ធរបស់ខ្ញុំផងល្អខ្ញុំនឹងអត់ធ្មត់ខ្ញុំមិនអាចឲ្យផែនការដ៏ធំរបស់ខ្ញុំរលាយបាននោះទេសម្លាញ់
ហេតុអីបានជាអូនមិនព្រមដកដៃចេញនៅពេលនោះទួយប្រុសរបស់យើងបំរុងនឹងចូលទៅរករឿងតែហើយក៏ប៉ុន្តែគេបានហាមចិត្តរបស់ខ្លួនឯងជាប់ដោយគិតថាថ្ងៃមុខចាំដោះស្រាយជាមួយនឹងរឿងនេះហើយគណៈពេលនោះដែរយើងក៏បានឃើញថាទួយប្រុសរបស់យើងក៏បានដើរចាស់ចេញពីទីកន្លែងនោះតែម្ដងទៅឥឡូវនេះ fan ទាំងអស់គ្នាសាច់រឿងរបស់យើងកាន់តែល្អមើលហើយកុំភ្លេចជួយ comment នៅខាងក្រោមផងពីព្រោះថារឿងនេះគឺជក់ចិត្តខ្លាំងមែនតើនៅពេលដែលទួយស្រីរបស់យើងត្រឡប់មកដល់ផ្ទះវិញមានអារម្មណ៍ថាហត់នឿយខ្លាំងណាស់ពេលនោះរឿងរបស់យើងក៏បានឃើញថាទួយប្រុសរបស់យើងស៊ីយ៉ានគេក៏បានដើរចូលមកដល់ស៊ីយ៉ានម៉ែទួយប្រុសរបស់យើងក៏បានសួរទៅកាន់ទួស្រីថាតើមុននេះអូនបាននិយាយអ្វីជាមួយនឹងគេទៅប៉ុន្តែបានឆ្លើយតបផងទួយប្រុសរបស់យើងក៏បានអោនទៅថាបបោមាត់របស់ប្រពន្ធគេកំពុងតែជួយចិត្តជាមួយនឹងគ្នាអាប៉េសងនឹងក៏បានខលទូរស័ព្ទមកកាន់ទួយស្រីពេលនោះដែរប៉េសងនឹងក៏បានសួរមកកាន់ទួយស្រីរបស់យើងថាហ្វានពេលនេះនាងបានទៅដល់បន្ទប់ហើយឬនៅពេលដែលទួយស្រីរបស់យើងកំពុងនិយាយទូរស័ព្ទជាមួយនឹងអាប៉េសងនឹងទួយប្រុសរបស់យើងនឹងក៏បានយកបបោមាត់របស់គេតែថាត្រឹមតែជារបស់ទួយស្រីខ្ញុំមិនទាន់មកដល់បន្ទប់នោះទេសងនឹងក៏បាននិយាយបន្ថែមទៀតថាថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ទៅផងដែលឲ្យនាងមកផ្ទះវិញយឺតពេលមិនអីនោះទេពួកយើងចាំជួបគ្នានៅពេលក្រោយចាំនិយាយទូរស័ព្ទម្ដងទៀតទៅលោកគួរតែសម្រាប់មិនទូស្រីយើងនិយាយជាមួយនឹងអាប៉ែសងនឹងបានយូរហ្វេនបើទូឯងប្រុសនឹងកំពុងអាកេះគៀវថាផងសប្តាហ៍ត្រជាផងនោះអ្នកណាទ្រាំបានកាលណាពេលនេះសាច់រឿងរបស់យើងក៏បានឃើញថាទូឯងប្រុសនិងទូឯងស្រីរបស់យើងគេទាំងពីរនាក់ក៏បានបង្ហាញអំពីក្តីស្រឡាញ់របស់ពួកគេដែលមានចំពោះគ្នាសាច់រឿងរបស់យើងក៏បានឃើញថាឈុតបន្ទាប់នេះគឺជាពេលព្រឹកល្មមនៅពេលទូឯងស្រីរបស់យើងបានដឹងខ្លួននាងក៏បាននឹកឃើញអំពីរឿងកាលពីម្សិលមិញវាពិតជាផ្អែមល្ហែមខ្លាំងណាស់សម្រាប់នាងប៉ុន្តែណាបំរុងនឹងងើបចេញពីតួឯកប្រុសរបស់យើងក៏ប៉ុន្តែត្រូវបានស៊ីយ៉ានឹងចាប់ដៃរបស់នាងជាប់ហើយតួប្រុសយើងនឹងក៏បានទាញចង្កេះរបស់តួឯកស្រីដែលអោបនឹងមកលើដើមទ្រូងរបស់គេម្ដងទៀតពេលបានឃើញប្តីទាញអញ្ចឹងតួឯកស្រីរបស់យើងក៏បានបិទភ្នែកកាយលើដើមទ្រូងប្តីគេសាជាថ្មីកន្លែងនេះគឺកក់ក្ដៅមែនទែនអេដមីនមើលត្រង់ចំណុចហ្នឹងអេដមីននេះយកញញឹមតែម្នាក់ឯងតែព្រឹកមិនតាន់ស្រួលបួលផងអាប៉ែសងនឹងក៏បានទូរស័ព្ទមកកាន់តួឯកស្រីរបស់យើងម្ដងទៀតតែគេបាននិយាយមកកាន់តួឯកស្រីរបស់យើងថាហ្វានតើនាងបានញ៉ាំអាហារពេលព្រឹកហើយឬនៅអត់ទេខ្ញុំទៅតែនឹងក្រៅឥឡូវក៏លេបមើលមុខរបស់តួប្រុសយើងវិញពេលលើគេញ៉ាំឲ្យប្រពន្ធខ្លួនឯងអញ្ចឹងខំប្រឹងទប់អារម្មណ៍ខ្លាំងណាស់តែសោះនឹងក៏បាននិយាយថាខ្ញុំមកគឺនឹកនាងខ្លាំងណាស់មួយណាខ្ញុំថែមទាំងយកសបិនឃើញនាងផងដែរណាពេលនោះអាពេលសងនឹងក៏បាននិយាយទៅកាន់តួឯកស្រីរបស់យើងថាគម្រោងជិតបញ្ចប់ហើយក៏ប៉ុន្តែគេមិនទាន់បានធ្វើគម្រោងស្នូលនៅឡើយនោះទេអញ្ចឹងហើយអាពេលហ្នឹងចង់ឲ្យតួឯកស្រីរបស់យើងលួចព័ត៌មានពីតួឯកប្រុសដើម្បីយកមកបង្ហាញគេតទៅពីហ្វាន់បានលើបែបនេះរួចហើយនាងក៏បាននិយាយទៅកាន់អាពេលសងនឹងថាកុំបារម្ភអីនាងប្រកាសជាជួយទៅដល់គេហើយការជួយដល់អាប៉ែសងនឹងក៏ដូចជាការជួយដល់ខ្លួនឯងដែរតែបានលើអញ្ចឹងអាប៉ែសងនឹងសប្បាយចិត្តខ្លាំងណាស់គេក៏បាននិយាយទៅកាន់តួឯកស្រីថាគេនឹងរងចាំមើលព័ត៌មានថ្មីពីហ្វាន់បានបិទទូរស័ព្ទជាមួយនឹងអាប៉ែសងនឹងហើយនាងក៏បានទៅអត់ស៊ីយ៉ានបាននិយាយទៅកាន់ស៊ីយ៉ានថាបងសម្លាញ់ណាឥឡូវនេះអាប៉ែសងនឹងកំពុងតែចង់បានគម្រោងស្នូលនៃក្រុមហ៊ុនរបស់យើងហើយតើបងគិតយ៉ាងម៉េចដែរស៊ីយ៉ានក៏បាននិយាយទៅកាន់ហ្វាន់ថារឿងនេះទុកឲ្យបងជាអ្នកសម្ដែងអូនរងចាំមើលបងទៅពីអ្នកនេះក៏បានចេញប្រតិបត្តិការទាំងព្រឹកទៀតតែម្ដងណាហ្វេននិយាយទៅស្នេហារបស់គេនេះគឺផ្អែមល្ហែមគ្រប់ពេលវេលាតែអញ្ចឹងអានតែពេលសងនឹងដែរហ្នឹងត្រូវតួឯកស្រីរបស់យើងបោកប្រាស់ស្នេហាម្ដងហើយម្ដងទៀតបន្ទាប់របស់យើងក៏បានឃើញថាតួឯកស្រីរបស់យើងក៏បានយកគម្រោងដែលយើងយកពីតួឯកប្រុសហ្នឹងមកបង្ហាញទៅដល់អាប៉ែសងគ្រាន់តែអាប៉ែសងនឹងឃើញតួឯកស្រីរបស់យើងដើរចូលមកភ្លាមតួឯកស្រីរបស់យើងហ្នឹងក៏បានហត់ជាមួយនឹងគម្រោងនឹងឲ្យគេអាប៉ែសងក៏បាននិយាយថាតែគម្រោងនេះពិតឬមួយក៏មិនពិតទៅចំណែកតួឯកស្រីរបស់យើងក៏បានសម្ដែងការអន់ចិត្តទៅកាន់អាប៉ែសងនឹងថាហើយអ្វីបានជាលោកមិនជឿជាក់លើខ្ញុំឬមួយលោកគិតថាខ្ញុំនឹងមានល្បិចចំពោះលោកក៏ប៉ុន្តែអាប៉ែសងនឹងគេក៏បាននិយាយបន្ថែមទៀតថារឿងនេះគឺសំខាន់ខ្លាំងណាស់ខ្ញុំត្រូវតែដេញដោលឲ្យបានច្បាស់ខ្ញុំខ្លាចថាមានរឿងប្រហែលអ្វីមួយកាត់ឡើងចំពោះពួកយើងទាំងពីរនាក់ហ្វាន់ណាក៏បាននិយាយទៅកាន់អាប៉ែសងនឹងថាពេលនេះខ្ញុំបានបោះបង់ប្តីរបស់ខ្ញុំដើម្បីយកគម្រោងស្នូលនេះមកឲ្យលោកវាគឺជាគម្រោងចុងក្រោយបំផុតលោកអាចពិនិត្យមើលបានបើសិនជាលោកមិនជឿជាក់ជាមួយនឹងទំនាក់ទំនងរបស់យើងទេខ្ញុំគិតថាពួកយើងមិនគួរសហការជាមួយនឹងគ្នាឡើយពីព្រោះលោកមើលងាយជាមួយនឹងសមត្ថភាពរបស់ខ្ញុំខ្លាំងណាស់តើពីនិយាយអញ្ចឹងហើយតួឯកស្រីរបស់យើងនឹងក៏បានខឹងជាមួយនឹងអាប៉ែសងនឹងដល់ពេលឃើញតួឯកស្រីខឹងអញ្ចឹងអាប៉ែនឹងក៏បានលងលំទៅកាន់តួឯកស្រីរបស់យើងថាហ្វាន់ហើយកុំខឹងអីគម្រោងនេះខ្ញុំនឹងធ្វើការពិនិត្យមើលសិនបើសិនជាគ្មានបញ្ហាអ្វីនោះទេខ្ញុំនឹងជឿជាក់ទៅលើនាងបន្ទាប់មកអាប៉ែនឹងក៏បានយកគម្រោងនឹងដាក់ចូលទៅក្នុងកុំព្យូទ័ររបស់គេហើយតួឯកស្រីរបស់យើងឃើញអាប៉ែនឹងយកគម្រោងនឹងដាក់ចូលនៅក្នុងកុំព្យូទ័រហើយនាងក៏បានដើរចេញធ្វើដូចជាគ្មានរឿងអ្វីអញ្ចឹងក៏ប៉ុន្តែមិនដើរចេញអត់ប្រយោជន៍ទេណាហ្វេនតួឯកស្រីរបស់យើងក៏បានបង្វែរជាមួយនឹងកាមេរ៉ារបស់នាងដើម្បីឲ្យតួឯកប្រុសនឹងឃើញសកម្មភាពរបស់អាប៉ែសងនឹងតែពេលនោះហ្វាន់ក៏បានធ្វើជាចាក់ស្រាពីកែវយកឲ្យអាប៉ែសងនឹងគឺដើម្បីឲ្យតួឯកប្រុសឃើញទឹកមុខរបស់អាប៉ែនឹងឲ្យបានច្បាស់នៅត្រង់កន្លែងនឹងអេដមីនទៅសារតួឯកស្រីដែរហ៊ានទៅថយដើម្បីតួឯកប្រុសតែសងនឹងអត់បានចាប់អារម្មណ៍ជាមួយនឹងតួឯកស្រីរបស់យើងនោះទេដោយសារតែរវល់ទៅសារជាមួយនឹងគម្រោងរបស់តួឯកប្រុសដែលគិតថាខ្លួនឯងនឹងបានឈ្នះដល់ពេលអញ្ចឹងអាប៉ែសងនឹងភ្លេចអស់អាលីងហ្មងចំណែកតួឯកប្រុសរបស់យើងវិញក៏បាននិយាយជាមួយនឹងជំនួយការថារកសកម្មភាពដែលអាប៉ែសងនឹងបាននិយាយបាញ់មិញហ្នឹងត្រូវតែខតនៅ Discord ជាមួយនឹងសលេងនឹងទុកដើម្បីរកផុសតាងមកដាក់អាប៉ែសងនឹងឲ្យបានពេលនោះអាប៉ែសងនឹងក៏បានងើបមកហើយគេក៏បាននិយាយទៅកាន់តួឯកស្រីរបស់យើងថាតែមិនចង់ជឿនឹងភ្នែកថាតួឯកស្រីរបស់យើងជួយដល់គេសោះចំណែកហ្វាន់ក៏បាននិយាយថាគម្រោងនេះ
លោកក៏ឈ្នះខ្ញុំក៏ឈ្នះពួកយើងគឺនឹងឈ្នះទាំងពីរពេលសងនឹងក៏បាននិយាយបន្ថែមទៀតថានាងឃើញអត់ពេលនាងជួយខ្ញុំនឹងទទួលបានផលប្រយោជន៍ច្រើនខ្លាំងណាស់គណៈពេលនោះពួកគេទាំងពីរនាក់ហ្នឹងក៏បានជល់ស្រាជាមួយនឹងគ្នាពីបានផឹកស្រារួចហើយអាប៉ែហ្នឹងក៏បានអោបតួឯកស្រីរបស់យើងដល់និយាយថាក្នុងជីវិតរបស់គេមនុស្សស្រីដែលសំខាន់បំផុតគឺមានតែតួឯកស្រីរបស់យើងហ្វាន់នេះឯងហើយគេក៏បានអរគុណសម្រាប់នាងដែលបានយកព័ត៌មានដ៏ពិសេសបែបនេះមកឲ្យគេក្នុងជីវិតរបស់គេតាំងពីក្មេងរហូតដល់ពេលនេះហ្វាន់គឺជាមនុស្សស្រីតែម្នាក់គត់ដែលគេស្រឡាញ់បំផុតទាំងនេះសាច់រឿងរបស់យើងក៏បានឃើញថាការបើកបង្ហាញជាមួយនឹងគម្រោងថ្មីនៃគ្រួសារសងក៏បានចាប់ផ្ដើមសងគោរពក៏បានចេញមកបង្ហាញជាមួយនឹងគម្រោងបច្ចេកវិទ្យាដ៏ទំនើបបំផុតតែសងនឹងក៏បានឡើងប្រកាសជាសាធារណៈទៅកាន់មនុស្សគ្រប់គ្នាថាថ្ងៃនេះគឺមានគម្រោងនៃគ្រួសារសងគោរពនឹងមកបង្ហាញអំពីបច្ចេកវិទ្យាដ៏ទំនើបដែលគ្មាននរណាម្នាក់អាចយកបច្ចេកវិទ្យានេះប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីគេនោះទេអ្វីដែលសំខាន់ technology នឹងជួយឲ្យអ្នកដែលបានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យានេះចំណេញទាំងលុយចំណេញទាំងពេលវេលាអាចធ្វើទីផ្សារបែបនេះនឹងធ្វើឲ្យពួកគេទាំងអស់គ្នាទទួលបានផលចំណេញរហូតដល់ 300% ឯណោះមនុស្សគ្រប់គ្នាដែលចូលរួមក្នុងកម្មវិធីបន្ទាប់ពីបានឃើញគម្រោងនេះហើយពួកគេក៏នាំគ្នាសរសើរអាប៉ែសងនឹងមិនដាច់ពីមាត់ឡើយឥឡូវមកមើលតួឯកប្រុសរបស់យើងវិញក្រោយពីបានឃើញព័ត៌មានរបស់អាប៉ែសងនឹងចុះផ្សាយគេក៏បានសម្លឹងមើលទៅកាន់ទូរទស្សន៍របស់គេជំនួយការក៏បាននិយាយថាពេលហ្នឹងយើងគួរតែធ្វើអ្វីបន្តទៀតទៅតែនោះដែរតួឯកប្រុសរបស់យើងនឹងក៏បានប្រាប់ទៅកាន់ជំនួយការរបស់គេថាពួកយើងមិនចាំបាច់បញ្ញាពេកនោះទេទុកឲ្យត្រីទាំងអស់នេះសុបាយសិនចុះគណៈពេលនេះយើងក៏បានឃើញថាក្រុមហ៊ុនសងក៏បានធ្លាក់ចូលទៅក្នុងសំណាញ់នៃអន្ទាតែហ៊ុនរបស់ក្រុមហ៊ុនសងត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងស្ទឹងតែសៃធនផងដែរសងគ្រាន់តែបានមើលព័ត៌មាននេះហើយគេពិតជាពិបាកជាខ្លាំងណាស់គេក៏បានស្ទើរបន្តឲ្យកូនចៅថាហេតុអ្វីទៅបានជាមានការចុះផ្សាយបែបនេះឬមួយក៏មានបញ្ហាអ្វីពួកឯងពិតជាគ្មានកំណត់ទឹកមែនគំនិតរបស់សងក៏បាននិយាយថាលោកសងណាមិនមែនជាបញ្ហារបស់ពួកយើងនោះទេតែន័យដែលលោកបានយកមកគឺកំពុងតែមានបញ្ហាឯងចង់មាននេះយ៉ាងម៉េចឯងឆាន់និយាយច្បាស់មកតែន័យដែលលោកបានឲ្យមកក្រុមហ៊ុនរបស់យើងគឺវាគឺជាទិន្នន័យคล้ายៗប៉ុន្តែលើអញ្ចឹងហើយអាពេលសងនឹងក៏បានប្រែទឹកមុខភ្លាមហើយគេក៏បានដឹងថាហ្វាន់គឺកំពុងតែបោកប្រាស់គេហើយពេលនោះអាពេលសងក៏បានមើលជាមួយនឹងទិន្នន័យដែលតួឯកស្រីរបស់យើងបានយកមកឲ្យគេនៅថ្ងៃមុនក្រោយពីបានដឹងបែបនេះរួចហើយអាពេលសងក៏បានបញ្ជាឲ្យកូនចាស់របស់គេស៊ើបរកសកម្មភាពថ្មីៗរបស់ហ្វាន់តែនាងបានធ្វើអ្វីខ្លះហើយតើបានទាក់ទងជាមួយនឹងស៊ីយ៉ានឬមួយក៏អត់បន្ទាប់ពីបិទការប្រជុំនៅក្រុមហ៊ុនអាប៉ែសងនឹងក៏បានទូរស័ព្ទទៅកាន់តួឯកស្រីរបស់យើងដល់និយាយទៅកាន់តួឯកស្រីថាឥឡូវគម្រោង Snow ដែលនាងបានឲ្យខ្ញុំវាគឺជាទិន្នន័យខ្លាំងៗនោះទេចំណែកហ្វាន់ក៏បាននិយាយទៅកាន់អាប៉ែនឹងថាខ្ញុំប្រហែលជាត្រូវអាប៉ែស៊ីយ៉ាននឹងបោកប្រាស់ហើយគាត់មិនទុកចិត្តខ្ញុំតាំងពីដំបូងអញ្ចឹងហើយគាត់ក៏បានយកការបោកប្រាស់នេះដើម្បីឲ្យខ្ញុំបំផ្លាញលោកឥឡូវនេះខ្ញុំមិនមានសុវត្ថិភាពទេសងលោកខ្ញុំសន្យាថាលោកនឹងការពារខ្ញុំតែលោកអាចការពារខ្ញុំបានទេហ្វាន់ណាកុំភ័យខ្លាចអីខ្ញុំនឹងការពារនាងខ្ញុំនឹងដោះស្រាយរឿងនៅក្រុមហ៊ុនរបស់ខ្ញុំជាមុនសិនហើយបន្តមកខ្ញុំនឹងទៅរកនេះដល់ពេលនិយាយទូរស័ព្ទជាមួយនឹងតួឯកស្រីរបស់យើងរួចហើយអាប៉ែសងហ្នឹងក៏ឲ្យកូនចៅរបស់គេយកទិន្នន័យថ្មីៗដែលតួឯកស្រីរបស់យើងបានតាក់ទងជាមួយនឹងអ្នកណាខ្លះនៅក្នុងនោះគេក៏បានដឹងថាតួឯកស្រីរបស់យើងតែងតែចេញទៅខាងក្រៅហើយកន្លែងដែលនាងទៅនោះគឺជាអូហ្វីសមួយកន្លែងពេលសងនឹងថាខ្លួនឯងកំពុងតែត្រូវបានមនុស្សស្រីដែលខ្លួនឯងស្រឡាញ់បោកប្រាស់ហើយគេមិនអាចទ្រាំបាននោះទេតែពេលនោះសាច់រឿងរបស់យើងក៏បានឃើញថាអាប៉ែសងហ្នឹងក៏បានបាក់ឡានរបស់គេសម្ដៅទៅកាន់ទីកន្លែងដែលតួឯកស្រីរបស់យើងកំពុងរស់នៅចាំពេលនោះតួឯកស្រីរបស់យើងទៅជាមួយទឹកហើយនាងក៏បានឈរសម្លឹងពីខាងលើក៏បានឃើញថាឡាននេះដូចជាឡានរបស់សងឬមួយក៏គាត់បានដឹងថាខ្ញុំគឺជាជនបង្កង់តួឯកស្រីរបស់យើងក៏បានដកទូរស័ព្ទដៃរបស់នាងដើម្បីខលទៅកាន់ស៊ីយ៉ានអាឡូបងពេលនេះសងកំពុងនៅក្រោមផ្ទះរបស់ខ្ញុំមើលទៅគេប្រហែលជាដឹងថាខ្ញុំគឺជារនុកក្នុងហើយកុំបារម្ភអីហ្វាន់រងចាំបងនឹងទៅដោះទីនោះជាមិនទាន់កុំភ័យអ្វីទាំងអស់រងចាំសារតែពីទូរស័ព្ទបងបានហើយក្រោយពេលនេះយើងក៏បានឃើញថាតួឯកស្រីរបស់យើងនាងក៏បានចុះពីសន្តាគាររបស់នាងហើយពេលនោះដែរតួឯកប្រុសរបស់យើងកំពុងតែទូរស័ព្ទតាក់ទងមួយតួឯកស្រីរហូតដល់តួឯកប្រុសក៏ប្រាប់ថាគេជិតមកដល់ទីកន្លែងនេះហើយមិនទាន់បាននិយាយស្រួលបួលផងពេលនោះដែរសាច់រឿងរបស់យើងក៏បានឃើញថាមានមនុស្សប្រុសពីរបីនាក់បានពាក់ម៉ាស់ខ្មៅចុះមកចាប់តួឯកស្រីរបស់យើងចូលទៅក្នុងឡានបន្ទាប់មកគេក៏បានយកកសែងនឹងមកចំភ្នែករបស់តួឯកស្រីយើងនឹងដាក់ថ្នាំឲ្យតួឯកស្រីរបស់យើងសម្លាប់ក្នុងឡានតែម្ដងតែចេះដល់អីពេលនោះតួឯកស្រីរបស់យើងឆ្លាតដែរនាងក៏បានចុចជាមួយនឹងសាច់កដែលនៅលើកករបស់នាងក៏បញ្ជាសញ្ញាទៅឲ្យតួឯកប្រុសដឹងថាពេលនេះនាងកំពុងតែមានបញ្ហាការរបស់តួឯកប្រុសនឹងក៏បានខលមកកាន់តួឯកប្រុសថាលោកម្ចាស់ពេលនេះសញ្ញារបស់លោកស្រីបានមិនលឺឡើងហើយលោកស្រីកំពុងនៅក្នុងលបឿនមួយដែលលឿនបំផុតឯងឆាប់ចាប់ទីតាំងនេះឲ្យបានច្បាស់ហើយទៅដល់កន្លែងនោះជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាពរបស់ហ្វាន់ឥឡូវនេះយើងក៏លេចមកមើលអ្នកដែលបានចាប់តួឯកស្រីរបស់យើងម្នាក់នេះគឺជាអបិសងតែម្ដងហ្វាន់ណាកុំខ្លាចអីខ្ញុំគឺនៅទីនេះហើយអានេះណានឹងតែគឺជាសងមែនទេ